ពេលដែលយើងឡើងខ្ពស់ផុតហើយបើធ្លាក់ឈឺដែរតែឈឺខ្លាំងចឹងហើយកន្លែងហ្នឹងកុំឲ្យគាត់ភ្លឺភ្លើងកីឡាករជើងចាស់គុណខ្មែរឡៅសំណាងក្រើនរំលឹកឲ្យកីឡាករគុណខ្មែរជួមុខប្រឹងប្រែងបង្កើនកេរ្តិ៍ឈ្មោះបន្ថែមទៀតកុំដើរលេងភ្លើតភ្លើនភ្លេចខ្លួនព្រោះត្រូវគិតថាទម្រាំមានថ្ងៃនេះកីឡាករនីមួយៗបានតស៊ូយ៉ាងដូចម្តេចខ្លះដូច្នេះកុំឲ្យការខំប្រឹងរាប់ឆ្នាំត្រូវបាត់បង់ទៅវិញដោយការសប្បាយលោកអះអាងដូចនេះដោយថាការឡើងខ្ពស់ពេលធ្លាក់មកវិញក៏ឈឺខ្លាំងដូចគ្នាដូច្នេះលោកលើកទឹកចិត្តឲ្យកីឡាករជួមុខគុណខ្មែរបន្តការខំប្រឹងបើទោះបីជាចាញ់ក៏ដោយគឺត្រូវខំប្រឹងឲ្យខ្លាំងជាងមុនព្រោះលោកថាគ្មានកីឡាករណាម្នាក់ដែលអាចរក្សាជ័យជំនះបានរហូតនោះទេប៉ុន្តែលោកថាអ្វីដែលយើងគួរធ្វើគឺព្យាយាមកុំឲ្យបរាជ័យច្រើនដងបាទសម្រាប់ខ្ញុំតែងតែការរំលឹកដាស់តឿនដល់អូនដែលជាតំពាំងដែលជាវាយតំណាងឲ្យគុណខ្មែរតំណាងឲ្យជាតិអញ្ចឹងបើពេលដែលយើងឡើងខ្ពស់ផុតហើយបើធ្លាក់ឈឺដែរតែឈឺខ្លាំងអញ្ចឹងហើយកន្លែងហ្នឹងកុំឲ្យគាត់ភ្លឺភ្លើងកុំឲ្យគាត់ភ្លេចពីគិតដើមការថាកំណើតគិតកំណើតរបស់យើងពីណាចំណុចចាប់ពីណាទៅពេលដែលឡើងផុតហើយយើងភ្លេចខ្លួនកន្លែងហ្នឹងដែលធ្លាក់ឲ្យឈឺបំផុតចឹងគេគាត់និយាយការតាក់ទឿននឹងការរំលឹកទេគ្មានណាមួយអ្នកបណ្ដាលបញ្ចប់អាជីពដោយគ្មានបរាជ័យសួរថាបរាជ័យមិនបរាជ័យច្រើនដងឬក៏តិចដងអញ្ចឹងសម្រាប់ខ្ញុំមានតែការលើកទឹកចិត្តឲ្យក្មេងៗដែលគាត់ឡើងដល់កម្រិតកំពូលកម្រិត A ហ្នឹងឲ្យខិតខំប្រឹងប្រែងបន្តបន្ថែមទៀតកុំភ្លេចភ្លើងដើរលេងពីខ្លួនហើយកុំបានគ្រប់បែបយ៉ាងហើយរឹតតែភ្លឺភ្លើងអានេះខ្ញុំសូមដាស់តឿនតែប៉ុណ្្នឹងគេខ្លាំងយើងត្រូវតែតាំងចិត្តឲ្យខ្លាំងលើសទៀតបើលើសគេខ្លាំងហើយយើងចាប់ដើមបន្ថយអាហ្នឹងឯងគេបរាជ័យយើងពុកម៉ែបងប្អូនយើងសពថ្ងៃទេគាត់តាមស្អិតណាស់ហើយគាត់ចេះមើលហើយគាត់ចេះដាក់បន្ទុកមិនមែនយើងមើលទៅគាត់ថាអូគាត់ថាមើលគាត់មិនដឹងទេអត់ទេបាទពុកម៉ែបងប្អូនអ្នកកងត្រូវស្អីគុណខ្មែរនេះគាត់ច្បាស់ណាស់ឥឡូវនេះបាទមួយដៃមួយជើងគាត់ច្បាស់ដាក់បន្ទុកយ៉ាងម៉េចយ៉ាចាក់កន្លងជាមួយខប់សិន